សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាឥឡូវបបេះផ្កាស្នាទៅហើយពុកម៉ែបងប្អូនបាត់មុខនាងខ្ញុំប្រហែលថ្ងៃដោយសារតែអត់សូវមានផ្កាហើយថ្ងៃនេះក៏នឹកឃើញថាចង់មកថតចែកជូនឲ្យពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាបានឃើញផងដែរហើយក៏មានពុកម៉ែបងប្អូនយើងសួររកនាងខ្ញុំថាហេតុអីក៏មិនឃើញបេះផ្កាស្នោទៀតដោយសារតែវាអត់សូវមានផ្កានឹងឯងពុកម៉ែបងប្អូនតែថ្ងៃនេះគឺថាចង់មកថតតែម្ដងនេះផ្កាវាមិនទៅមានច្រើនដូចពេលមុនទេពុកម៉ែបងប្អូនវាចាប់ដើមស្បើយហើយនៅកន្លែងខ្លះគឺអត់មានផ្កាទេពុកម៉ែបងប្អូនគឺអស់យូរហើយចំណែកកន្លែងនេះខ្ញុំគឺនៅមានផ្កានៅឡើយទេតែដោយសារតែផ្កាតិចពេកថតទៅមិនសូវស្អាតទៅនេះខ្ញុំអត់បានថតបង្ហាញជូនដល់ពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាបានឃើញតែថ្ងៃនេះនឹកឃើញថាចង់ថតតែម្ដងមានមិនសូវច្រើនទេពុកម៉ែបងប្អូនប៉ុន្តែបើយើងមិនសន្សំបេះទេគឺថារុះរោយចោលហើយយើងបេះទៅយើងអាចយកទៅធ្វើជាអន្លក់ញ៉ាំជាមួយនឹងបុកល្ហុងញ៉ាំជាមួយទឹកគ្រឿងឬក៏យើងយកទៅធ្វើខប្រហុកឬយកទៅស្លឬក៏បុកសណ្ដែកផ្សេងអីបានអញ្ចឹងដូច្នេះហើយថ្ងៃនេះនាងខ្ញុំក៏សម្រេចចិត្តថាមកសន្សំបេះត្មងទៅផ្កាវាមិនច្រើនដូចជាពេលមុនទេពុកម៉ែបងប្អូនអើយដោយសារតែវាចង់ដៃហើយតែចង្កោមវានៅចង្កោមដែរណាពុកម៉ែបងប្អូននេះល្មមអាចប្រើការបាននិយាយទៅនេះខ្ញុំទៅផ្សារពុកម៉ែបងប្អូនចង់ដឹងថាតើនៅផ្សារមានលក់អត់មានទេនៅផ្សារជិតផ្ទះនេះខ្ញុំអត់មានលក់ទេដូច្នេះហើយផ្កាតិចក៏ត្រូវតែសន្សំទុកដែរយើងជាអ្នកធ្វើម្ហូបអញ្ចឹងណាមួយដូចនេះខ្ញុំថាអញ្ចឹងរបស់ធម្មជាតិពុកម៉ែបងប្អូនយើងញ៉ាំទៅអត់ប៉ះពាល់សុខភាពទេគឺល្អសម្រាប់សុខភាពណាស់ហើយណាមួយវាឆ្ងាញ់ទៀតផ្កាស្នោធ្វើម្ហូបបានច្រើនយ៉ាងណាស់ញ៉ាំហើយមិនធុញមិនតឡន់បើនិយាយពីរឿងជ្រក់ផ្កាស្នោពុកម៉ែបងប្អូនគឺនាងខ្ញុំធ្វើមិនដែលដាច់ទេពុកម៉ែបងប្អូនវាមានរសជាតិឆ្ងាញ់ធ្វើហើយគឺយើងអាចទុកញ៉ាំបានយូរថ្ងៃទៀតយើងដាក់ទុកក្នុងទូទៅអាចញ៉ាំបានយូរថ្ងៃផ្ការេរាយបើមួយសប្តាហ៍មុនគឺនៅច្រើន